បាទក្រុមនឹងនិយាយសុខពុកម៉ែបងប្អូននេះថ្ងៃនេះ channel ទូព្រានជនបទសូមមកធ្វើបទបង្ហាញអំពីតំណែងថ្មីបងប្អូនបាទតំណែងថ្មីធ្វើតេស្តជើងម៉ែត្ររួចបាទតំណែងនេះគឺបងប្អូនត្រូវការគឺមានភ្លាមបងប្អូនមានស្រាប់បាទហ្នឹងហើយតំណែងថ្មីតម្លៃវាគឺរៀងថ្លៃបន្តិចដោយសារជាប្រភេទរបស់ល្អថ្លៃបងប្អូនបាទហើយខ្ញុំសូមរៀបរាប់ពីស្ពេចវាបន្តិចចុះបាទប្រភេទនេះគឺជាប្រភេទ FX Impact M4 បងប្អូននេះ M4 ឡើយនេះបងប្អូនបាទគឺប្រភេទជំនាន់ចុងក្រោយតំចេញ2025យើងបងប្អូនណាបាទជាប្រភេទម៉ាស៊ីន copy លេខ1បាទម៉ាស៊ីននេះវាមាន3ប្រភេទវាមានលេខ1លេខ2លេខ3អញ្ចឹងបងប្អូនទិញប៉ះចំម៉ាស៊ីនលេខ2លេខ3គឺគុណភាពវាស្ទើរជាងម៉ាស៊ីនលេខ1ម៉ាស៊ីនលេខ1វាទាំងទឹកថ្នាំទាំងសាច់ដែកទាំងគុណភាពគឺវាល្អជាងលេខ2ហើយនិងលេខ3បាទគុណភាពលេខ1បាទហើយយើងយកចេញពីរោងចក្រធំមកបាទម៉ាស៊ីនលេខ1បាទហើយបងប្អូនសួរថាបងម៉ាស៊ីនលេខ1លេខ2លេខ3មើលខុសគ្នាអត់គឺអត់ខុសគ្នាទេបងប្អូនបើសិនជាបងប្អូនអ្នកអត់ធ្លាប់ស្គាល់អ្នកអត់ធ្លាប់ប៉ះអ្នកអត់ធ្លាប់កាន់គឺបងប្អូនមើលអត់ដឹងទេទោះជាគេលក់ម៉ាស៊ីនលេខ2ឬក៏ម៉ាស៊ីនលេខ3ជូនបងប្អូនក៏បងប្អូនអត់ដឹងថាជាប្រភេទម៉ាស៊ីនលេខប្រមាណដែរតែបើដូចជាខ្ញុំអ្នកលក់បាទដូចខ្ញុំអ្នកលក់ខ្ញុំធ្លាប់ប៉ះធ្លាប់ប្រើអញ្ចឹងទៅខ្ញុំធ្លាប់មានបទពិសោធន៍នៅក្នុងការទិញផលិតផលយកមកលក់ចែកជូនបងប្អូនហ្នឹងគឺខ្ញុំដឹងថាម៉ាស៊ីនលេខ1ម៉ាស៊ីនលេខ2ខុសគ្នាយ៉ាងម៉េចតែតើយកមកដាក់ប្រៀបធៀបគ្នាមើលដែរបងប្អូនមិនដឹងទីហោថាបើបងប្អូនខ្លួនឯងផ្ទាល់តែហ្មងផ្ទាល់តែយកពីរមកដាក់អាហ្នឹងមិនបងប្អូនដឹងតែបើសម្រាប់ខ្ញុំមានតែមួយគ្រឿងចេះក៏ដោយក៏ខ្ញុំមើលដឹងថាម៉ាស៊ីនហ្នឹងលេខ1ឬក៏លេខ2ដែរតែបើសម្រាប់បងប្អូនផ្ទាល់យកលេខ2ហ្នឹងយកមកដាក់បងប្អូនមើលទៅដឹងខុសគ្នាបាទតែបើសិនជាអ្នកអត់ធ្លាប់ស្គាល់លេខ1លេខ2ទេអត់ធ្លាប់ដឹងទេគឺអត់ដឹងទេមើលអត់ដឹងទេមើលផ្នែកទេអញ្ចឹងគឺអត់ដឹងទេបងប្អូនតែបើសម្រាប់ខ្ញុំអត់ដែលយកម៉ាស៊ីនលេខ2ហើយនិងលេខ3យកមកលក់ទេដោយសារតែជាប្រភេទម៉ាស៊ីនវាគុណភាពនៅមានកម្រិតវាអត់ដូចពួកម៉ាស៊ីនលេខ1ទេហើយពួកប្រភេទ Impact M4 នេះគឺមាន2ពណ៌មានពណ៌ខ្មៅហើយនិងពណ៌ស្លាទុំបាទពណ៌ស្លាទុំគឺវាមានឡាយកន្លែងនេះកន្លែងម៉ាស៊ីននេះហើយនិងស្វ័យក្រោយនេះបាទអញ្ចឹងពណ៌ស្លាទុំខ្ញុំអត់បានចូលមកទេគឺខ្ញុំយកតែពណ៌ខ្មៅមកទេបាទយកតែពណ៌ខ្មៅមកទេដោយសារពណ៌ស្លាទុំនោះមើលទៅវាឆើតតែបើសម្រាប់អ្នកស្រឡាញ់ពណ៌ឆើតអាហ្នឹងគឺពណ៌ស្លាទុំហ្នឹងត្រូវបងប្អូនណាតែបើសម្រាប់ខ្ញុំពណ៌ខ្មៅហើយភាគច្រើនបងប្អូនយើងគាត់រកពណ៌ខ្មៅច្រើនជាងពណ៌ឆើតបាទពណ៌ឆើតគាត់មិនសូវរកហ្នឹងឯងគាត់ស្រឡាញ់ច្រើនពណ៌ខ្មៅសុទ្ធអញ្ចឹងណាបងប្អូនបាទដូចនេះអញ្ចឹងគឺពណ៌ខ្មៅសុទ្ធហើយប្រភេទ Impact M4 នេះរបស់ SIN គឺមាន regulator តែមួយទេប៉ុន្តែរបស់ Copy គឺមាន regulator 1ក៏មាន regulator 2ក៏មានដូចម៉ាស៊ីននេះគឺខ្ញុំអត់យកម៉ាស៊ីន regulator 1មកទេខ្ញុំយកម៉ាស៊ីន regulator 2មកបាទហើយចំណុចខុសគ្នាត្រង់ប្រភេទ Impact M3 ហើយនិង M4 គឺវាខុសគ្នាត្រង់ rail នេះបងប្អូន rail ខាងលើនេះrail របស់ M3 គឺអង្គលអត់បានទេប៉ុន្តែ rail M4 នេះគឺអង្គល rail មកក្រោយចេះក៏បានទៅមុខក៏បានណាទី2គឺ power platinum វាគឺវាធំជាងមុនពីមុន720ឥឡូវ750បាទហើយទី3គឺស្វ័យក្រោយនេះគឺវាខុសគ្នាតិចតួចបាទប្លុកកៃគឺវាខុសគ្នាដែរបាទគឺប្លុកខាងក្នុងនោះទេបងប្អូនតែបើថាខាងក្រៅវាដូចគ្នាដដែលតែបើខុសខាងក្នុងណាខុសខាងក្នុងហើយក្រៅពីហ្នឹងដូចជាអត់ខុសគ្នាទេបងប្អូនគឺដូចគ្នាទាំងអស់បាទហ្នឹងហើយគ្រាន់ថារបស់ SIN មាន regulator 1របស់ Copy មាន1មាន2តែខ្ញុំយក2មក
hay mua là hai đại nhom do regulator pi mó cứ bị miền cồn sầm mặt bảo vệ bọn ôn á và bỏ xin cái đọ chào muối tục tầm muối thì chẳng regulator với miền pi regulator nó ní muối hay regulator nó không ní muối mà chẳng cồn sầm mặt bảo regulator pi cứ vì miền nào muối nè bọn ôn vì miền nào muối này vì tục sầm pít chào bọc màu và năng ngày hái dương sẽ tăng cho mà là mốm làm bây giờ cho regulator ti muối nó việc thẹn cho một regulator ti pí tam là dương ai chọn bàn là ti họ thả thò mặt đá nhằm tăng cho regulator ti muối như của màn lâu ti họ thả đập pram chẳng nhằm ai do regulator ti muối đập vay rồi đập vay chẳng thế làm bây giờ mọi người biết cho nó nông ní bọc màu tăng mà phay pram mà bọc cho là regulator mùi và sân chỉ miền regulator tầm mùi thế speed cho nó này mà phay pram âm phải cứ bọc mà regulator mùi chẳng bạn chẳng vì thứ ca như thằng mà regulator miền nào mà crop nào còn tại bởi regulator miền pi crop miền này tha về chui nè mùi này về chui tục cho mà tăng mà đòn đấy về tục mà tăng thiệt chẳng hay về càng nhiều nó về thôi ở regulator tầm pi nó về xào bạn về xào lịch nè về ọt ngôn đó này vì thưa càng như tôi thà vì sao chuyện mình regulator đã mùi mà chẳng mà nhầm xong là chật do regulator pi hay mùi tiết cứ regulator pi tăng đấy càng nhầm thọp lên mốt cứ vì số cật lọ rồi mình này thật cho vì tranh thế mà vì tranh thế lọ xong bây ta nhầm rì bập phết âm phò xoay bọt vào Việt Nam regulator pi nâng regulator mùi cái lên khóc nè là regulator pi cái lên số cật chiếng hơi xịt cho tay chiên mà bà regulator muối anh ấy cứ vì mình thay vì mình sụp cật ấy là bây giờ dương đô cường không hai cứ vì sụp cật được hết ta xịt cho chiên regulator pi chẳng là một mà hay spike bỏ ý bản ấy cứ nhiều phết have impact âm phó đọt cả bòn một phết kìm xôn cho hà sập đọt là lịch bà silent cứ silent cả bón đòn này ai phai không bọn đòn này ai phai hay cả nông lanh bom rách của mùi tắc sọp inox mà sọp inox hay smell cứ Aken không bọn bom rách đi khné cứ Aken optic SH và SH 4J Gen 2 của mùi mà phải 4 hà có 34 bạn anh ấy có 34 bạn có 30 ấy nè bạn nên chẳng vì mơ cái chọ vì mơ cho bà lọ còn bà có 30 vì mơ cho bà đấy kia còn hà bên nào miền cầm rạch bà dừng dây về lâu chừng ngái cho bà tranh của phết có 34 vì cho bà chiến đây xa ta có thống về việc bạc một cắt về tà lì chiếng muốn thuê cái chọ nó về cắt bìa mà bạn cho bà chiến có tội chẳng á còn thằng mẹ tháng con lập hiệp có 30 nó tôi cho bán này còn cứ tôi cho bán tại bây giờ vậy lùm ất hiệp ba món cứ có 34 cho 3 triệu bạn này hay mặt tú không còn mặt tú này miền bằng muối bạn miền mặt tú anh chết sai lên đó đang trở lại bị bọn 400 free crop mà bỏ nè và bị bọn 400 hay bờ sân cho bọn ôn cho tăng smell cứ bầm vầy rồi tiết cứ mà đôi mà nông ní mà chốt nó cứ 7 pi rồi bạn giờ đã click hỏi nào còn á hãy bằng với mà băng miền mà phay bầm vầy crop bà này ấy xem mẹ bom ôn class cọt hạt nó và thà bọn tí là bò thầm mày bà là bò thầm mày không còn thành here chun là bò thầm mày và té dương có thấu đa chương mai dương thấu riệp hay dương thư tay thư ấy đây bằng ổn men tháng đa chương mai thư tay thư ấy nó bom ổn tháng là bom nó mặt tức rồi ấy bọn men chẳng tê té bà sân là bom ổn cất tháng bà là bom nhầm riệp hai nhầm thư tay hai óc bom ổn thà là bom nó chỉ là bom mặt tức bom ổn ọt vô của bạn này bom ổn chăm cầm mong đó cầm mong vô mấy của bạn này bạn mấy hay nhầm riệp ỏi mà xa tiệt rồi có bom ổn cất thà có lô nhầm riệp hai nhầm thư tay nó mà tức tiết bom ổn ai tinh vô riệp luôn anh mà tinh vô riệp luôn anh tức là nó ngọt miền này cái bàn riệp bàn pa bom ổn môn kia thì cứ miền là bom ổn
ខ្លួនឯងហ្នឹងតែញទៅរៀបខ្លួនឯងអីខ្លួនឯងហ្នឹងទៅគឺដឹងតែថ្មីអាហ្នឹងថ្មីកេះហ្មងបាទព្រោះថារបស់នេះរបស់រៀបបងប្អូនមិនមែនរបស់តឡើងចេញពីរោងចក្រមកទាំងមូលទេបងប្អូនណាគឺយើងត្រូវទិញមកកណាត់ទីម៉ាស៊ីនប្លុកម៉ាស៊ីនមកកណាត់ដបបាទប្លុកបាទទៅយកបឺតបាទសៃឡែនមកកណាត់យើងទិញមកកណាត់មកយើងយកមកតម្លើងចាប់បញ្ចូលគ្នាបាទហើយនៅក្នុងការតម្លើងនោះយើងមានបច្ចេកទេសរបស់យើងនៅក្នុងការតម្លើងទៀតបើសិនជាបងប្អូនតម្លើងអត់ត្រូវទេអូលេងអត់ស្រួលដែរបាទហ្នឹងហើយទាំងពីការសារ៉េទាំងពីការតាំងខ្យល់ទាំងពីអីអស់ហ្នឹងបាទអញ្ចឹងតែបើសិនជាបងប្អូនមានចំណេះមានអីគ្រប់គ្រាន់បងប្អូនអាចថាយកទៅតម្លើងខ្លួនឯងបានខ្លាចគីឡូថារបស់ដែលខ្ញុំលក់ឲ្យមិនថ្មីបងប្អូនកំងគ្រឿងទៅបាទកំងឧទាហរណ៍ថាឥឡូវកំងមួយតួហ្នឹងក៏បានដែរប៉ុន្តែបងប្អូនយកទៅតម្លើងខ្លួនឯងអញ្ចឹងខ្ញុំកំងជូនឲ្យបាទខ្ញុំកំងមកខ្ញុំវិចខ្ចប់ឲ្យបងខ្ញុំផ្ញើឲ្យហើយបងប្អូនយកទៅតម្លើងខ្លួនឯងទៅអាហ្នឹងគីឡូថាខ្លាចទុកចិត្តមិនថ្មីបងប្អូនបាទអញ្ចឹងយកទៅតម្លើងខ្លួនឯងអាហ្នឹងគឺដឹងតែថ្មីមកគោះកេះហ្នឹងបាទតែបើសិនជាវ៉ាន់ដែលខ្ញុំតម្លើងហើយនេះគឺត្រូវតែធ្វើតេស្តហើយបងប្អូននៅពេលដែលតម្លើងហើយគឺត្រូវធ្វើតេស្តបើសិនអត់ធ្វើតេស្តយើងមិនដឹងពីគុណភាពរបស់វាបងប្អូនអត់ដឹងទេបាទហើយបើអត់ដឹងពីគុណភាពរបស់វាទេខ្ញុំមិនធានាជូនបងប្អូនកើតថាលេងបានប្រមាណម៉ែត្រយើងធានាឲ្យអត់កើតដូចគ្នាអញ្ចឹងទន្ទឹមនឹងការតម្លើងតើយើងធ្វើតេស្តដែរបាទហើយរបស់ថ្មីទេបងប្អូនបាទមិនមែនរបស់មកទឹកប្រើហើយអីវ៉ាន់នេះវាទៅចេញឆ្នាំ2025ហ្នឹងទេអញ្ចឹងវាថ្មីទេបងប្អូនមិនមែនតិចវាយលក់របស់ព្រោះមានធ្លាប់មានភ្ញៀវឆាតមកអញ្ចឹងបងប្អូនគាត់គិតអញ្ចឹងគាត់និយាយមកគាត់គិតថាលក់យើងនឹងលក់របស់មកទឹកឲ្យគាត់ណាប៉ុន្តែគាត់ថាវាមិនមែនរបស់មកទឹកទេរបស់ថ្មីតម្រៀបហើយធ្វើតេស្តហើយអញ្ចឹងណាបាទតែពេលខ្លះគាត់អត់ជល់អញ្ចឹងទេបងប្អូនគាត់ថាបងឯងធ្វើតេស្តបងឯងចាញ់បាញ់ហើយវាដូចមកទឹកហើយបងវាមិនមែនថ្មីទៀតទេវាទៅជាចេះវិញហ្នឹងបងប្អូនបាទអញ្ចឹងត្រង់ចំណុចនេះអាហ្នឹងវាស្រេចទៅលើបងប្អូនបើសិនបងប្អូនថាខ្លាចខ្ញុំធ្វើតេស្តហ្នឹងវាទៅជាមកទឹកវិញបងប្អូនអាចទិញមកកណាត់យកទៅដើម្បីរៀបខ្លួនឯងបងប្អូននេះចោះបងប្អូនរៀបខ្លួនឯងចោះបានថ្មីកេះមកបាទហើយនឹងថ្មីហើយបងប្អូនណាបាទតែគាត់ថារាល់អីវ៉ាន់បងប្អូនចង់បានភ្លាមគឺអីវ៉ាន់គឺមានអញ្ចឹងឯងបងប្អូនណាគឺត្រូវតែរៀបតម្លើងធ្វើតេស្តហើយអស់គឺគេទុកហើយបាទគេទុកនៅក្នុងទូក្នុងអីរបស់គេអញ្ចឹងទៅដើម្បីរងចាំម្ចាស់អីអញ្ចឹងទៅណាឬក៏ចាញ់យកទៅធ្វើតេស្តជាក់ស្ដែងម្ដងពីរដងអីអញ្ចឹងទៅដើម្បីដឹងពីគុណភាពរបស់អីវ៉ាន់ហ្នឹងបាទអាហ្នឹងយើងចង់បានអីវ៉ាន់ភ្លាមបាទព្រោះអតិថិជនក៏មានបងប្អូនណាតែភាគច្រើនអ្នកដែលគាត់ទិញគឺគាត់ចង់បានភ្លាមគាត់អត់ចង់ចាំទេតាមការលក់ដូរកន្លងមកគឺអញ្ចឹងឯងតែដោយសារតែពេលខ្លះទៅខ្ញុំអត់មានអីវ៉ាន់ស្រាប់ទេបងប្អូនអញ្ចឹងពួកគាត់ក៏ខំចិត្តរងចាំជាមួយខ្ញុំអញ្ចឹងទៅដើម្បីទទួលបានរបស់ល្អបាទពេលខ្លះទៅក៏មានដូចអញ្ចឹងអីភ្លាមអញ្ចឹងបើមានបងប្អូនណាគាត់ត្រូវថ្លៃក៏លក់ចែកជូនគាត់ភ្លាមអញ្ចឹងទៅបាទហ្នឹងហើយអាហ្នឹងអញ្ចឹងឯងបងប្អូនបាទហ្នឹងហើយបងប្អូនវីដេអូនេះខ្ញុំមានប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនត្រូវការតំណងបាទទិញយកទៅប្រើប្រាស់ឬក៏បងប្អូនចង់កំងថ្មីបាទកំងរៀបអីក៏បានដែរបងប្អូនណាមានបាទនេះវាមានស្រាប់បងប្អូនអានេះមានស្រាប់ហើយបងប្អូនថាចង់កំងម៉ាក់ផ្សេងអីផ្សេងក៏មានកំងបងប្អូនតែអត់មានស្រាប់ទេបើស្រាប់ឥឡូវហ្នឹងមានតែនឹងមួយទេដែលមានស្រាប់ណាបាទអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងចាស់បាទសូមអរគុណពុកម៉ែបងប្អូនអរគ្នាបាទសូមអរគុណសូមគោរពលាបាទបាយ